ខណ្ឌរដ្ឋបាលជលផលកណ្ដាលអាជ្ញាធរស្រុកពញាលឺសិស្សានុសិស្សអាជីវករដាយនិងសប្បុរសជនរួមគ្នាកែច្នៃផលិតផលជលផលធ្វើជាត្រីឆ្អើរនិងប្រហុកត្រៀមបញ្ជូនទៅជួយកងទ័ពជួរមុខក្រោមការចង្អុលបង្ហាញពីឯកឧត្តមដិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទឯកឧត្តមគួយចម្រើនអភិបាលខេត្តកណ្ដាលនិងឯកឧត្តមពុំសុថាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលនៅថ្ងៃទី24ខែធ្នូឆ្នាំ2025នេះលោកហេងសុភិរិទ្ធនាយខណ្ឌរដ្ឋបាលជលផលកណ្ដាលបានដឹកនាំកម្លាំងចុះសហការជាមួយលោកថនសវណ្ណាអភិបាលស្រុកពញាលឺរួមទាំងប្រជាពលរដ្ឋអាជីវករដាយសិស្សានុសិស្សនិងសប្បុរសជនជាច្រើនរូបបើកយុទ្ធនាការរួបរวมកម្លាំងសាមគ្គីកែច្នៃផលិតផលជលផលដែលបានមកពីការនេសាទដោយប្រើប្រាស់ឧបករណ៍ដាយឲ្យទៅជាត្រីឆ្អើរប្រហុកត្រីងៀតត្រីប្រឡាក់ដែលសុទ្ធសឹងជាប្រភេទអាហារមានគុណភាពអាចរក្សាទុកបានយូរនិងងាយស្រួលក្នុងការដឹកជញ្ជូនទៅកាន់សមរភូមិទស្សនវិជ្ជានៃការចូលរួមយ៉ាងសកម្មពីសំណាក់អាជ្ញាធរបងប្អូនប្រជាពលរដ្ឋអាជីវករដាយក្រុមសិស្សានុសិស្សនិងសប្បុរសជននៅពេលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីខ្មែរជួយខ្មែរនិងជាការបញ្ជូនសារដ៏រឹងមាំមួយពីសមរភូមិក្រោយទៅកាន់វីរៈកងទ័ពនៅសមរភូមិមុខថាពួកគេមិនឯកាឡើយរាល់ផលិតផលជលផលដែលបានកែច្នៃរួចរាល់នឹងត្រូវវេចខ្ចប់បញ្ជូនទៅជួយឧបត្ថម្ភដល់កងទ័ពជួរមុខនិងជនភៀសសឹកភ្លាមដើម្បីធានាបាននូវការផ្គត់ផ្គង់ស្បៀងអាហារគ្រប់គ្រាន់សម្រាប់ការតស៊ូការពារបូរណភាពទឹកដីរបស់យើងជាមួយគ្នានេះដែរលោកហេងសុភិរិទ្ធក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសប្បុរសជននិងវិស័យឯកជននានាសូមបន្តចូលរួមគាំទ្រសកម្មភាពនេះឲ្យបានកាន់តែផុសផុលបន្ថែមទៀតមិនថាជាកម្លាំងកាយកម្លាំងចិត្តឬសម្ភារៈដើម្បីធានាថាបងប្អូនកងទ័ពនៅជួរមុខរបស់យើងមិនមានការខ្វះខាតស្បៀងអាហារនិងមានកម្លាំងចិត្តពេញលេញក្នុងការវាយកំទេចសត្រូវនិងការពារទឹកដីរបស់យើង